តោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងបន្តទៀតមុននឹងបន្តដោយមុននឹងចឹងដែរ admin ពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការគាំទ្រមកកាន់ admin ក៏ដូចជាជួយប៉ាកាហ្វេមកកាន់ admin ជាដើមតោះឥឡូវនេះយើងចាប់ផ្ដើមចូលមកសាច់រឿងភាគបន្តរបស់យើងទាំងអស់គ្នាយើងឃើញអ្នកគ្រប់គ្នាកំពុងតែសម្លឹងមើលទៅកាន់ប្រូម៉ាប់សង្ហាដែលពួកគេឆ្ងល់ថាហាអ្វីបានជាប្រូម៉ាប់សង្ហាវាយទៅលើមុខខ្លួនឯងបែបហ្នឹងគឺប្រូម៉ាប់គេបានវាយមុខរបស់គេឡើងជាប់ថ្ងាសហ្មងទឹកមុខរបស់ប្រូម៉ាប់ពិតជាមានការខឹងសម្បាជាខ្លាំងដោយគេនិយាយថាដោយសារតែខ្ញុំធ្វើផ្លត់ស្នេហ៍មួយជំហានអញ្ចឹងហើយបានជាវារអិលបែបនេះអ្នកគ្រប់គ្នាចាប់ផ្ដើមធ្វើមុខឆ្ងល់ហើយមានជនក៏សម្ដែងធ្វើជាឆ្ងល់ផងដែរលោកគ្រូបង្វឹកគាត់បានមើលទៅកាន់ថ្នាក់ដឹកនាំក៏ផ្ដល់សញ្ញាឲ្យប្រកួតបន្តរួចលោកគ្រូបង្វឹកក៏និយាយទៅកាន់ពួកគេថាប្រយ័ត្នកុំឲ្យមានការប៉ះគ្នាទៀតការវាយគ្នាគឺត្រូវបានហាមឃាត់នៅក្នុងការប្រកួតមួយនេះប្រូម៉ាប់គាត់ងើបមុខរបស់គាត់ឡើងហើយនិយាយថាអាក្មេងតូចឯងគួរឲ្យស្រឡាញ់ប៉ុន្តែយើងនៅមិនទុកមុខឲ្យឯងនោះទេឯងនឹងស្លាប់នៅពេលនេះមានជនគេសើចតិចៗហើយនិយាយថាគួរឲ្យស្រឡាញ់បន្ទាប់មកលោកគ្រូបង្វឹកក៏ចាប់ផ្ដើមឲ្យពួកគេទាំងអស់គ្នាបន្តការប្រកួតមានជនបានមកទៅកាន់ប្រូម៉ាប់បន្តិចហើយក៏ស្ទុះវឹងចាក់ចេញអំពីប្រូម៉ាប់នៅពេលនោះប្រូម៉ាប់ពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយនិយាយថាស្អីគេតើឯងកំពុងតែព្យាយាមរត់គេចមែនភ្លាមនោះមានជនក៏រត់សម្ដៅទៅកាន់គ្នារបស់គេអ្នកដំបងគឺហាន់យ៉ងជាមួយនឹងគូប្រកួតមានជនបានរុញពួកគេចេញទាំងពីរតែម្ដងដោយប្រូម៉ាប់គេឆ្ងល់ថាហេតុអ្វីបានជាមានជនគេរុញគ្នាឯងចឹងហើយមានជននៅតែធ្វើបន្តទម្លាក់គ្នារបស់គេចុះពីលើសៃវៀនមិនថាជាគ្នារបស់ប្រូម៉ាប់ឬក៏គ្នារបស់មានជននោះទេគឺថាធ្លាក់ទាំងអស់សូម្បីតែលីស៊ីងហូមានជនក៏នឹងចាត់ការផងដែរលីស៊ីងហូក៏ព្យាយាមប្រើកម្លាំងរបស់គាត់ដើម្បីទប់ជាមួយនឹងកម្លាំងមានជនហើយគេក៏អាចទប់ទល់ជាមួយនឹងមានជនបានបន្តិចដែរប៉ុន្តែដៃគូបដិបកក៏ត្រូវទៀតចេញពីសៃវៀនគ្រាន់តែចំហាយរបស់ពួកគេទាំងពីរនាក់ប្រូម៉ាប់ពិតជាមានការឆ្ងល់ជាខ្លាំងតើមានជនគេកំពុងតែធ្វើអ្វីនៅពេលនេះកម្លាំងរបស់លីស៊ីងហូគេមិនអាចនឹងទៅរួចជាមួយនឹងមានជនឡើយក៏ត្រូវបានមានជនបោះចេញពីសៃវៀនបាត់ទៅមានជនរបស់យើងនៅពេលនេះគេហាក់បីកំពុងខ្លាចទៅជាមនុស្សឈួតអញ្ចឹងប៉ុន្តែគេក៏មិនបានធ្វើខុសលក្ខន្តិកៈដែរគឺគ្រាន់តែរុញអ្នកអតីតទៀតចេញពីសៃវៀនប៉ុណ្ណោះកុំឲ្យទើសទេនៅពេលដែលគេប្រកួតគ្នាជាមួយនឹងប្រូម៉ាប់ថ្នាក់លើឃើញបែបនេះពិតជាមានការខឹងជាខ្លាំងនិងប្រាប់ឲ្យពួកគេបញ្ឈប់ការប្រកួតនិងបញ្ឈប់មានជនផងដែរប៉ុន្តែឧត្តមសេនីយ៍ឆយប៊ុំគាត់មិនព្រមឡើយក៏ព្រោះតែមានជនគេមិនបានធ្វើខុសជាមួយនឹងលក្ខន្តិកៈទេរួចគាត់ក៏សួរចោទទៅវិញថាហេតុផលអ្វីត្រូវមកបញ្ឈប់គេដោយឧត្តមសេនីយ៍ម៉ាប់របស់យើងក៏បានប្រាប់ថាវាខុសធម្មតាបាត់ទៅហើយនៅពេលដែលគេទម្លាក់មិត្តរួមក្រុមរបស់គេហើយហេតុអ្វីបានជាត្រូវមកទម្លាក់គ្នាឯងបែបហ្នឹងរឿងនេះផងដែរដែលធ្វើឲ្យលោកវីរៈសេនីយ៍ឆយប៊ុំគឺគាត់មិនមានពាក្យអ្វីទៅនិយាយឡើយក៏គ្រាន់តែឆ្ងល់ថាហេតុអ្វីបានជាមានជនគេធ្វើដូចនេះហើយខ្ញុំមិនអាចរកលេសសម្រាប់គេបានទៀតទេរួចឧត្តមសេនីយ៍ម៉ាប់គាត់បន្តទៅកាន់ឧត្តមសេនីយ៍ឆយប៊ុំទៀតថាតើអ្នកនឹងទទួលខុសត្រូវមែនទេប្រសិនបើនរណាម្នាក់រងរបួសរួចម៉ាដាមយ៉ូគាត់ក៏និយាយថាចៅក្រមនឹងដោះស្រាយរឿងនេះដោយខ្លួនឯងដោយការប្រកួតមុនអញ្ចឹងដែរគឺម៉ាដាមយ៉ូគាត់ចង់និយាយអំពីការប្រកួតជាមួយនឹងកូនក្រុមរបស់គាត់ដោយប្រមាថគាត់វាអ្នកទាំងនោះដោយខ្លួនរបស់គាត់តែម្នាក់ឯងប៉ុណ្ណោះហើយក៏មិនបានរុញចោលទាំងអស់ដែរគឺធ្វើឲ្យសន្លប់ទាំងអស់ហ្មងអញ្ចឹងហើយវាក៏មិនបានខុសជាមួយនឹងលក្ខន្តិកៈដូចជាមានជនអញ្ចឹងអ្នកគ្រប់គ្នាចាប់ផ្ដើមស្ងាត់មាត់អញ្ចឹងមានតែចាំមើលនៅក្នុងការប្រកួតបន្តតែប៉ុណ្ណោះគឺការប្រកួតមួយស្មើរវាងប្រូម៉ាប់ជាមួយនឹងមានជនពួកគេទាំងពីរនាក់កំពុងតែស្វិតស្វាញចាប់ទាញខោគ្នាទៅវិញទៅមកប្រូម៉ាប់ពិតជាមានការឆ្ងល់ជាមួយនឹងមានជនជាខ្លាំងហើយគេក៏គិតថាមានរឿងអ្វីកើតឡើងចំពោះគេដំបូងឡើយគេក៏ធ្វើឲ្យការប្រកួតនេះคล้ายទៅជាការប្រកួតមូលទល់មួយឥឡូវនេះគេក៏ចាប់ផ្ដើមមកប្រកួតបោកចំបាប់អាល្ងងឯងកំពុងតែបង្កើតកំហុសដ៏ធំមួយហើយយើងទទួលស្គាល់ថាឯងខ្លាំងប៉ុន្តែកម្លាំងមិនមែនជាអ្វីៗទាំងអស់នៅពេលដែលនិយាយអំពីការបោកចំបាប់ក្នុងការបោកចំបាប់បច្ចេកទេសគឺជាគន្លឹះប្រូម៉ាប់ក៏ចាប់ផ្ដើមប្រើនៅបច្ចេកទេសជាមួយនឹងជំនាញរបស់គេដែលខំហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំប៉ុន្តែគេភ្លេចគិតថាគេកំពុងតែប្រើវាទៅលើមនុស្សខុសចាប់ទាញមានជនឡើងដោយប្រើតិចនិចរបស់គេគឺតាក់ជើងមានជនដើម្បីឲ្យមានជនអស់ចំហនិងងាយស្រួលនៅក្នុងការបោកគេប៉ុន្តែនៅពេលដែលគេខ្ទាស់ជើងរបស់មានជនមានទៅមកពីណាគឺថារឹងឆ្កើតតែម្ដងទោះបីជាប្រូម៉ាប់ខំប្រឹងទាយ៉ាងណាក៏ដោយក៏នៅតែមិនកម្រើកសំបីតែបន្តិចភ្លាមនោះមានជនក៏លើកប្រូម៉ាប់ទូឡើងលើយ៉ាងធូររលុងបន្តមកទៀតក៏បោកគេទៅលើសៃវៀនដាំងដែលធ្វើឲ្យស្ទើរតែរំជួយធរណីនៅទីនោះប្រូម៉ាប់របស់យើងគឺស្រែកដោយការឈឺចាប់ស្ទើរតែបាក់ឆ្អឹងខ្នងបាត់ទៅហើយមានជនក៏ប្រាប់ឲ្យប្រូម៉ាប់ឆាប់ងើបឡើងបន្តទៀតមកប្រូម៉ាប់ក៏ងើបឡើងពោពេញទៅដោយការឈឺចាប់ពេញរាងកាយរួចក៏គិតទៀតថាប្រាតិចនេះវាមិនដំណើរការទេមួយនេះវាពិតជាមនុស្សដែលមានគ្រោះថ្នាក់ណាស់មានជនស្ទុះយ៉ាងលឿនទៅរកប្រូម៉ាប់ដោយប្រូម៉ាប់គេនិយាយថារងចាំបន្តិចខ្ញុំនឹងសុំចុះចាញ់ប៉ុន្តែមិនទាន់នោះទេមានជនបានបោកគេម្ដងទៀតបាត់ទៅហើយគ្រាន់តែសុំចុះចាញ់និយាយខ្សឹបខ្សឹបបែបហ្នឹងគឺមិនអាចលុបកំហឹងរបស់មានជនបានឡើយមានជនបន្ទាប់ពីបោកជាលើកទី2ហើយក៏លើកប្រូម៉ាប់ឡើងតិចហើយនិយាយថាមិញនរណាគេនិយាយមិញតើឯងនិយាយថា
សូមចុះចាញ់មែនរួចមានជនក៏ចាប់ផ្ដើមលើកព្រមមកបោកសារជាថ្មីម្ដងទៀតដោយព្រមក៏ចង់និយាយថាគាត់សូមចុះចាញ់ហើយគាត់នឹងប្រកាសតំណែងរបស់គាត់ឲ្យទៅគេបន្តមកទៀតមានជនក៏ខ្សឹបដាក់តិចរបស់ព្រមមកហើយនិយាយថាឯងស្ដាប់ឲ្យច្បាស់លូមីណូណានាងមិនមែនគ្រាន់តែតួអង្គ 2D នោះទេនាងគឺជាតួអង្គដែលយើងចូលចិត្តបំផុតរួចមានជនគេក៏ចាប់ផ្ដើមប្រើក្បាច់ Final Pro Map ជាលើកចុងក្រោយតែម្ដងដែលធ្វើឲ្យគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលនិងមើលទាំងផ្លឹកហ្មងសូម្បីតែស្រីៗក៏ចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍របស់មានជនកាន់តែជ្រៅទៀតដែរទឹកមុខរបស់អ៊ុនស៊ឺឡើងចង្ហមាត់ខ្លួននៅពេលដែលមានបរិសុទ្ធជីសេះសសងសឹកឲ្យខ្លួនបែបនេះហើយបើយើងប្រឡេកមើលទៅកាន់ Pro Map ទៀតគឺថាបែបពពុះមាត់ស្គូលបាត់ទៅហើយមានជនគេមិនមែនខឹង Pro Map ដោយសារតែវាស័យដួលនៅលើរែងនោះទេគឺគេខឹងដោយសារតែមើងងាយសំណប់ចិត្ត Lumi Luna របស់គេអញ្ចឹងហើយបានជាលទ្ធផលរបស់ Pro Map នៅពេលនេះដេកស្ដុកស្ដឹងទៅលើសាយវៀនអញ្ញាកដាក៏ចាប់ផ្ដើមប្រកាសបញ្ចប់ការប្រកួតគឺក្រុមដែលមកពីកងវរៈសេនាធំទី2គឺជាអ្នកឈ្នះមានជនដើរចុះពីលើសាយវៀនវិញហើយដើរទៅរកគ្នារបស់គេហើយគេពិតជាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញទឹកមុខហានយ៉ុងហើយនឹងខ្វាងស៊ីដំបូងឡើយគេរៀងខឹងជាមួយនឹងមានជនដែរប្រសិនបើលទ្ធផលទៅចាញ់អ្វីដែលគេកាន់តែខឹងទៀតគឺមិនទាន់បានបង្រៀនមេរៀនទៅកាន់ Pro Map មានជនសើចទៅដាក់ពួកគេឲ្យទទួលស្គាល់កំហុសរបស់ខ្លួនប៉ុន្តែក្រុមរបស់ពួកគេមិនប្រកាន់អ្វីនោះទេដោយសារតែលទ្ធផលឈ្នះអញ្ចឹងហើយក៏នាំគ្នាអបអរទៅកាន់មានជនក៏ដូចជាក្រុមរបស់គេផងដែរដែលទទួលបានជ័យជំនះនៅលើកនេះវាគឺជាប្រវត្តិសាស្ត្រហើយក៏ជាលើកទី1ផងដែរដែលពួកគេទទួលបានជ័យជំនះខ្វាងស៊ីគេសរសើរថានេះគឺជាការប្រកួតដ៏មានឥទ្ធិពលបំផុតដែលខ្ញុំធ្លាប់បានឃើញឆយសង្វូដ៏ល្បីល្បាញត្រូវបានប្រកួតចាញ់ដោយ1ទល់1ឯហានយ៉ុងគេក៏និយាយដែរថាខ្ញុំពិតជាសប្បាយចិត្តនិងសោកស្ដាយខ្លាំងណាស់នៅពេលដែលឃើញគេចាញ់បែបហ្នឹងពិតជាធ្វើបានល្អណាស់ល្បងតែល្បងមិនដេញគេចេញដោយសារតែចង់ធ្វើវាឲ្យកាន់តែអស្ចារ្យមែនទេខ្ញុំនឹងសហការដោយរីករាយប្រសិនបើប្រាប់ពួកយើងមុននិយាយពីមានជនវិញគឺថាហួសចិត្តជាខ្លាំងគេធ្វើបែបនេះហើយពួកគេនៅតែវិជ្ជមានចំពោះខ្លួនទៀតប៉ុន្តែគេក៏គិតវិញថារឿងនេះគឺជារឿងល្អផងដែរលីសៀងហូក៏ដើរមកដល់ហើយនិយាយថាទោះបីជាហេតុផលអ្វីក៏ដោយឯងមិនត្រូវបំផ្លាញភាពត្រឹមត្រូវនៃការសម្លាប់ក្រុមរបស់ខ្លួនឯងបែបនេះទេយើងពិតជាមានការខកចិត្តចំពោះឯងខ្លាំងណាស់គេមានជននិយាយហើយលីសៀងហូគេក៏ដើរចាស់ចេញអំពីមានជនដែលមានជនគេក៏គិតដែរថាគេធ្វើនេះវាពិតជាហួសព្រំដែនពិតមែនលីសៀងហូគេដើរចេញបណ្ដាគេដកដង្ហើមធំអំពីរឿងនេះបណ្ដាដោយស្រមៃនឹងគិតអំពីមានជនប្រសិនបើខ្ញុំមិនធូរបន្ថយនៃការប្រុងប្រយ័ត្នរបស់ខ្ញុំនោះខ្ញុំនឹងក្លាយទៅជាសត្វព្រៃរបស់គេដែរយើងនឹងយកឈ្នះឲ្យបាននៅពេលក្រោយគឺមានជនបន្ទាប់មកប្លង់របស់យើងក៏កាន់នៅពេលដែលពួកគេឡើងទទួលមេដាយម៉ាដាមយ៉ូក៏ប្រកាសឈ្មោះរបស់មានជននឹងឡើងមកទទួលមេដាយមាសដ៏ស្រស់ស្អាតមួយហើយ Hunter គ្រប់គ្នាក៏ចាប់ផ្ដើមគោរពទាំងអស់គ្នាទៅបញ្ចប់ការទទួលរង្វាន់ប្លង់របស់យើងក៏កាត់មកជំរំមួយទៀតវិញដោយយើងឃើញខ្វាងសេកំពុងតែនៅទីនោះហើយក៏គេបំរុងនឹងដើរចេញទៅណាផងដែរហើយគ្នារបស់គេសួរថាតើឯងនឹងទៅណាយើងនឹងចាក់ចេញឆាប់ៗនេះហើយខ្វាងសេគេប្រាប់ថាគេទៅបន្ទប់ទឹករួចខ្វាងសេគេក៏និយាយម្នាក់ឯងថាហេតុអ្វីបានជាយើងត្រូវហ្វឹកហាត់តបព្រៃនៅក្នុងគ្រាបែបនេះនៅពេលដែលយើងមកពីក្រុម Hunter Corp វានឹងចំណាយពេលយូរណាស់ដើម្បីត្រឡប់ទៅកាន់មូលដ្ឋានវិញភ្លាមនោះអ៊ុនស៊ឺក៏មកដល់នឹងហៅទៅកាន់ខ្វាងសេដែលបំរុងនឹងដើរចេញទៅកាន់បន្ទប់ទឹកនោះធ្វើឲ្យខ្វាងសេគេងាកមកមុខរបស់គេឡើងក្រហមផុសផង់ហ្មងដែលយើងមិនដឹងថាអ៊ុនស៊ឺគេចង់និយាយអ្វីនិងមានបំណងអ្វីជាមួយនឹងខ្វាងសេឡើយប៉ុន្តែនាងពិតជាជាសម្រស់យ៉ាងស្រស់ស្អាតរបស់នាងទៅកាន់ខ្វាងសេពិតមែនទោះបីជានាងមានអ្វីចង់ដឹងក៏ដោយខ្វាងសេនឹងជីកកកាយប្រាប់នាងទាំងអស់ប៉ុន្តែភាររបស់យើងមានក៏សូមបញ្ចប់នៅត្រឹមនេះយើងនឹងជួបគ្នាម្ដងទៀតនៅភាគក្រោយសូមអរគុណសូមជម្រាបលាពិតជាអរគុណមែនទែនទៅដល់គ្នាយើងមានឈ្មោះថាសានីកាបានឧបត្ថម្ភមកកាន់ admin ចំនួន 10000 រៀលហើយគាត់ក៏បានសុំឲ្យ admin ចេញចំនួន2ភាគផងដែរប៉ុន្តែ admin ក៏បានប្រាប់គាត់រួចទៅហើយដោយសារតែ admin មិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើម្ដង2ភាគអញ្ចឹងក៏សូមអភ័យទោសនៅចំណុចនេះផងហើយក៏អរគុណទៅដល់គ្នាយើងម្នាក់ទៀតដែលមានឈ្មោះថា Chit បានឧបត្ថម្ភមកកាន់ admin ចំនួន500 រៀលនិងអរគុណទៅកាន់គ្នាយើងចុងក្រោយដែលមានឈ្មោះថាប៉បានឧបត្ថម្ភមកកាន់ admin ចំនួន 1716 រៀល